ជីវិតរបស់យើងកើតមកយើងមានកាតព្វកិច្ចមួយគឺសង្គ្រោះពុកម្ដាយរបស់យើងតែបើសិនបើយើងមិនខ្លាំងទេយើងនឹងដូចគាត់ដែរតែយើងខ្លាំងយើងជួយគាត់បានជាក់ស្ដែងខ្ញុំអាចនឹងចែករំលែកខ្លីម្នាក់ជួបរឿងជាច្រើនទាំងល្អទាំងមិនល្អអញ្ចឹងទាំងខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ជួបនៅក្នុងគ្រួសារក៏យើងមានរឿងមិនល្អខ្លះដែរអញ្ចឹងខណៈពេលដែលយើងជួបរឿងមិនល្អសម្រាប់ឪពុកម្ដាយយើងនឹងហើយខ្ញុំនឹកឃើញថាបើសិនបើឪពុកម្ដាយរបស់យើងគាត់ជួបរឿងមិនល្អហើយកុំឲ្យផ្លូវចិត្តរបស់យើងមួយគឺកុំឲ្យរុញខ្លួនឯងចូលទៅក្នុងភាពជាជនរងគ្រោះនឹងទៀតបើសិនបើយើងឃើញថាស្ថានភាពគ្រួសាររបស់យើងអត់ល្អយើងកំពុងតែជួបបញ្ហាអីមួយហើយកុំរុញខ្លួនឯងខ្លាចចូលទៅក្នុងបញ្ហាបើសិនបើយើងជួបបញ្ហាយើងត្រូវតែខ្លាចទៅជាអ្នកដោះស្រាយខ្លាចទៅជាអ្នកតស៊ូខ្លាចទៅជាអ្នកប្រយុទ្ធវិញបើសិនបើយើងរុញខ្លួនយើងចូលទៅក្នុងបញ្ហាយើងចូលទៅមួយពួកគាត់ហើយអញ្ចឹងធ្វើម៉េចយើងជួយពួកគាត់បានអញ្ចឹងពង្រឹងស្មារតីខ្លួនឯងត្រឡប់មកវិញថានៅពេលដែលឪពុកម្ដាយរបស់យើងកំពុងតែជួបមើលរឿងមិនល្អអត់មានអ្នកណាជួយលោកទេមានតែយើងនឹងឯងអញ្ចឹងតើតើយើងខ្លាំងតើតើយើងប៉ាកែគ្រួសារយើងត្រូវការយើងចាប៉ះសិនបើយើងទៅអញ្ចឹងទៀតចុះឪពុកម្ដាយរបស់យើងអ្នកដែលយើងស្រឡាញ់បំផុតនេះយើងត្រូវមានកាតព្វកិច្ចវាមិនមែនគ្រាន់តែទំនួលខុសត្រូវជីវិតរបស់យើងកើតមកយើងមានកាតព្វកិច្ចមួយគឺសង្គ្រោះឪពុកម្ដាយរបស់យើងចាអញ្ចឹងឲ្យមានអានឹងនៅក្នុងចិត្តអញ្ចឹងកុំបដែតបដោយខ្លួនឲ្យភាពឈឺចាប់ទុកកង្វល់ហ្នឹងវាទៅជាលេសធ្វើឲ្យខ្លួនឯងលិចទៅក្នុងភក់ជ្រាំអីផ្សេង